បាទសួស្តីបងប្អូនបាទអីវ៉ាន់ stock ថ្មីបាទមានចូលហើយ ampli បាទ D600 បងប្អូនអានេះទើបតែយកមកដល់ទេបាទ D600A ស៊េរីនេះគឺបើមើលខាងមុខវិញវាបាទកម្លាំងវា100វ៉ាត់បូក100វ៉ាត់បាទ solo ជាមួយនឹង sub 200វ៉ាត់ស្មើនឹង D2000 ណាបងប្អូនបាទអាចនឹងក្រោមនឹងតិចបាទមាន LED មានអីបង្ហាញហើយនេះបាទម៉ាស៊ីនខាងក្រោយរបស់វាបងប្អូនបាទម៉ាស៊ីនវាបាទនិយាយចំទៅវាស្តៀងតែទៅនឹង D2000 ដែរបាទគាត់ថាវារៀងខ្លីជាង D2000 បាទហើយធំជាង D100 D300 ហើយស៊េរីនេះបាទវាចំនួនថ្មីបងប្អូនបាទទើបតែមកដល់ទេអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការឬក៏មួយដែលចង់យកទៅលក់តអីអាចឆាតបាទសួរនាំតម្លៃបានតម្លៃសមរម្យទេបាទហើយ D2000 ក៏ទើបតែចូលបន្ថែមដែរបាទ D2000 គឺចូលហើយបាទអញ្ចឹងមានតម្រូវការទៅលើប្រភេទ D2000 គឺយើងនៅមាន stock បន្តទៀតបាទបងប្អូនលប់ប្រើបាទអញ្ចឹង D2000 នេះគឺវាខ្លាំងជាង D900 ឬក៏ D1000 ណាបងប្អូនបាទអញ្ចឹងអែមែនតើបាទហើយ D300 បាទក៏ទើបតែចូលមកជាមួយគ្នាដែរបាទថ្ងៃមួយគ្នាតែម្ដងបាទអញ្ចឹង D300 នេះគឺអាម៉ាស៊ីនធំបងប្អូនបាទម៉ាស៊ីនធំបងប្អូនលេងជាមួយនឹងបាទតែកន្លះ2គ្រាប់អីហ្នឹងគឺអេមហើយបាទម៉ាស៊ីនធំអញ្ចឹងមានតម្រូវការទៅលើប្រភេទ ampli ផ្ទាំង ampli D300 បាទហើយអា D600 យើងទៅបញ្ចូលទេវីដេអូក្រោយខ្ញុំនឹងធ្វើការតេស្តសមត្ថភាពរបស់វាបាទជូនបងប្អូនតែម្ដងបាទចង់ដឹងថាតើវាខ្លាំងកម្រិតណាបាទអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយជាមួយនឹង D600 អរគុណ